ខ្លាំងនៅតែខ្លាំងកម្ពុជាតារាចម្រៀងព្រាសវត្តដាក់ប្រមាណបតនៅដបាយយប់មិញឡើងក៏ក្រៅចង់បាច់ឆាកសុទ្ធតែបតចាស់ចាស់ពីរសញាក់សាច់មានដូចជាកាលពីយប់ថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025ម្សិលមិញនេះកម្ពុជាតារាចម្រៀងព្រាសវត្តដាក់ប្រមាណបតនៅដបាយបង្កក់ឡើងក៏ក្រៅដោយលើកយកបតចាស់ចាស់និងថ្មីមកបំពេអារម្មណ៍ហ្វេនក៏ដូចជាការរំលឹកបទដែលធ្លាប់ល្បីល្បាញខ្លាំងកាលពីពេលកន្លងទៅធ្វើឲ្យគ្រប់គ្នាស្រែកចង់បែកឆាកបទទាំងនោះមានដូចជាចាំបងមានសិនស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហាទេនឹកមនុស្សម្នាក់ដែលមិនធ្លាប់ឈប់ស្រឡាញ់ខ្ញុំអូនគុំបែកឆ្វេងរដូវមានស្នេហ៍ចិត្តព្រៃផ្សៃនិងមានបទជាច្រើនទៀតដែលមិនអាចលើកយកមករៀបរាប់អស់ខ្ញុំធ្វើបាទខ្ញុំធ្វើអរគុណណាចាប់ដើមមកហើយដោយសារតែខ្ញុំអរគុណហើយចុះឡើងចុះឡើងហាងនេះគឺបោះដូចបិទមិត្តភក្តិខ្ញុំនៅចឹងខ្ញុំអរគុណណាស់បានមកដល់ surprise ខ្ញុំមកដឹងហើយអរគុណទៅហាងនេះអរគុណបងប្អូនដែលបានជួយចូលនៅក្នុងទីតាំងនេះអរគុណអរគុណបាទជើងកំដរអារម្មណ៍